Hello សួស្តីអ្នកទាំងអស់គ្នាជួបជាមួយខ្ញុំបាន Mr. Long ម្ដងទៀតហើយបាទថ្ងៃនេះគឺយើងមកលេង Block Pro ទៀតហើយគឺនៅក្នុង Adventure ទី21បាទហើយ complete like និង subscribe ម្នាក់មួយផងតោះយើងចាប់ដើមពីអស់គ្នានៅក្នុងវីដេអូនេះគឺយើងនឹងទៅយកជាមួយនឹង item ថ្មីមួយឬក៏របស់ប្រើប្រាស់ថ្មីហើយយើងអត់ស្គាល់ហើយHaki ថ្មីមួយបាទដែលមានឈ្មោះថា Instinct បាទខ្ញុំអត់ដឹងថាហៅត្រូវឬក៏ខុសទេអាហ្នឹងបាទហៅដែរ Instinct ឬបាទហៅដែរអញ្ចឹងខ្ញុំ form ហៅវាថា observation Haki ចោះបាទហ្នឹងហើយបាទមុននឹងចូលទៅដល់របៀបយកវិញខ្ញុំសូមបញ្យល់ប្រាប់អ្នកគ្នាមួយវិញបាទគឺ game Block Pro ហ្នឹងដូចអ្នកទាំងគ្នាដឹងហើយគឺជា game ដែលយកគំរូតាម One Piece anime បាទអញ្ចឹងគឺរបស់ក្នុងហ្នឹងគឺវាទៀងនឹង One Piece anime មិនវាទៀងគឺលក្ខណៈថាដួលយកមកបាទអញ្ចឹងគឺអារបស់ដែលខ្ញុំត្រូវទៅយកហ្នឹងគឺនៅក្នុង Block Pro គេហៅវាថា Instinct បាទហើយនៅក្នុង One Piece គេហៅវាថា Observation Haki បាទអញ្ចឹងគឺខ្ញុំពិបាកហៅវាដែរដោយសារតែអង់គ្លេសរបស់ខ្ញុំនៅមានកម្រិតបាទអញ្ចឹងខ្ញុំសូមហៅវាថា observation haki តាមរឿង One Piece anime ទៅចុះបាទបើសិនជាភាសាខ្មែររបស់យើងវិញគេហៅថា haki សង្កេតបាទអញ្ចឹងខ្ញុំសូមហៅវាថា observation haki ចុះឲ្យអ្នកនរគ្នាព្រោះស្ដាប់តោះឥឡូវយើងចូលទៅកាន់ប្រធានបទដើមរបស់យើងទាំងអស់គ្នាបាទជំហានដំបូងគឺយើងត្រូវធ្វើដំណើរទៅកាន់កោះពពកទាំងអស់គ្នាគឺកោះលើមេឃហ្នឹងSky Island ហ្នឹងអ្នកគ្នាប្រហែលជាស្គាល់ហើយបាទយើងទៅកោះទាំងអស់គ្នាបាទហើយសម្រាប់គ្នាយើងណាដែលស្គាល់ជាមួយនឹងកោះពពកទេអាចទៅមើលជាមួយនឹងអេពីសូតទី19របស់ខ្ញុំបានខ្ញុំបានធ្វើដំណើរដល់កោះពពកហ្នឹងអញ្ចឹងអ្នកគ្នាអត់ស្គាល់ទេអាចទៅមើលបានបាទលីងខ្ញុំដាក់ខាងក្រោម description បាទឥឡូវយើងបានធ្វើដំណើរមកដល់កោះពពកហ្នឹងហើយបាទគឺនៅជាន់លើដែលខ្ពស់ជាងគេរបស់ដែលយើងត្រូវទៅយកហ្នឹងគឺវានៅជាន់លើកោះពពកខ្ពស់ជាងគេឥឡូវយើងឆ្លងភពមកដល់មកនេះបាទគឺអាកោះខ្ពស់ជាងគេហ្នឹងហើយតែឥឡូវយើងទៅយកវាទៅគឺនៅខាងជ្រុងមកខាងទៀតអ្នកគ្នាមើលក្នុងវីដេអូហ្នឹងទៅគឺឃើញហើយបាទបន្ទាប់មកខ្ញុំអ្នកទាំងគ្នាឡើងមកកាន់ជាមួយនឹងអាប្រាសាទនេះមកដឹងថាប្រាសាទហ្នឹងឈ្មោះអីទេហៅថាប្រាសាទទៅបាទយើងឡើងមកកាន់ប្រាសាទហ្នឹងមកនេះបាទយើងនឹងឃើញ NPC មួយបាទ NPC ហ្នឹងគឺវាលក់ជាមួយនឹងអា Observation Haki ហ្នឹងបាទហើយយើងនឹងទិញវាទៅបាទកន្លែងនេះខ្ញុំសូមបើកវងកញ្ចក់បន្តិចដើម្បីប្រាប់គ្នាយើងដើម្បីមកយក Observation Haki ហ្នឹងបានគឺយើងត្រូវមានជាមួយនឹងដាវ Faber សិនបាទបើមិនជាអ្នកទាំងគ្នាអត់មានដាវ Faber ទេអ្នកទាំងគ្នាអាចមកយកជាមួយនឹង Observation Haki បានទេហើយបើមិនជាអ្នកទាំងគ្នាចេះយកជាមួយនឹងដាវ Faber ហ្នឹងទេអាចទៅមើលវីដេអូរបស់ខ្ញុំបាននៅក្នុងឯកសារទី10បាទដែលខ្ញុំនិយាយអំពីរបៀបយកដាវ Faber ហ្នឹងណាហ្នឹងហើយអាចទៅមើលក្នុងវីដេអូហ្នឹងបានបាទហើយ link វីដេអូហ្នឹងខ្ញុំដាក់នៅខាងក្រោម description បាទហើយចំពោះ Observation Haki ហ្នឹងយើងត្រូវការរបស់ពីរដើម្បីយកជាមួយនឹងវាបើយើងអត់មានរបស់ពីរហ្នឹងទេគឺយើងអាចយកវាបានទេបាទទី1គឺដាវ Faber ទី2គឺលុយបាទលុយគឺចំនួន750,000បាទគឺថ្លៃខ្លាំងមែនទែនបាទថ្លៃខ្លាំងណាស់បាទអញ្ចឹងហើយងាយស្រួលគឺ75,000បាទ$75,000បាទលុយហ្នឹងបាទថ្លៃបាទវារៀនថ្លៃគួរសមណាស់ដោយសារតែអាហ្នឹងគឺរបស់ល្អរបស់ខ្លាំងរបស់ពិសេសដែលយើងត្រូវតែមកយកវាបាទអញ្ចឹងបានខ្ញុំធ្លាប់និយាយប្រាប់អ្នកគ្នាថាយើងគួរតែទុកលុយកុំចាប់ព្រូតសមលុយបានច្រើនតាមអ្វីដែលយើងអាចធ្វើបានតាមលុយសំខាន់បាទអញ្ចឹងដូចអ្នកគ្នាឃើញលុយសំខាន់ណាគឺដើម្បីយក Observation Haki ហ្នឹងគឺយើងត្រូវចំណាយលុយអស់រហូតដល់$75,000ណាបាទគឺច្រើនណាស់បាទគឺយំគឺថ្លៃតែម្ដងបាទឥឡូវយើងចូលមកកាន់ជាមួយនឹងប្រធានបទដើមរបស់យើងវិញឥឡូវខ្ញុំធ្វើការទិញជាមួយនឹង Observation Haki ហ្នឹងដើម្បីឲ្យអ្នកគ្នាមើលចោះបាទតែឥឡូវយើងទិញវាអ្នកគ្នាទៅថាវានឹងជួយឲ្យយើងខ្លះបាទហើយខ្ញុំនឹងប្រាប់អ្នកគ្នាអំពីផលប្រយោជន៍របស់វាថាវាខ្លាំងអ្មេចខ្លះបាទហ្នឹងហើយតោះឥឡូវយើងចូលទៅកាន់វីដេអូរបស់យើងអ្នកគ្នាអំពី Observation Haki ហ្នឹងបាទអញ្ចឹងជំហានដំបូងនៅពេលដែលយើងទិញជាមួយនឹង Observation Haki ហ្នឹងគឺយើងនឹងទទួលបានបេតុងចុចថ្មីមួយឬក៏ថាំពូថ្មីមួយនៅកន្លែងគៀនដៃរបស់យើងហ្នឹងដូចអ្នកគ្នាឃើញក្នុងវីដេអូបាទគឺបេតុងរូបផ្នែកមួយបាទអញ្ចឹងវាមានដំណើរការរបស់វាខ្ញុំនឹងប្រាប់បងប្អូនអ្នកគ្នាបាទអញ្ចឹងផលប្រយោជន៍របស់វាទី1នោះគឺវាជួយឲ្យយើងមើលឃើញជាមួយនឹងសត្រូវរបស់យើងឬក៏ NPC មនុស្សពីណាក៏ដោយខ្ញុំទៅស្អីក៏ដោយបាទឲ្យតែមានជីវិតគឺយើងនឹងឃើញពណ៌ក្រហមបែបនេះនៅពេលដែលយើងចុចគឺមានន័យថាយើងមើលឃើញច្បាស់ជាងមុនបាទហ្នឹងហើយបាទហើយចំពោះផលប្រយោជន៍របស់វាទី2នោះគឺវាជួយឲ្យយើងគេចពីសត្រូវរបស់យើងបាននៅពេលដែលគេវាយមកលើយើងបាទពីណាឃើញក្នុងវីដេអូអញ្ចឹងគឺអត់ឈាមយើងទេដោយសារតែយើងគេចពីគេណាហ្នឹងហើយបាទហើយចំពោះគុណវិបត្តិរបស់វាវិញគឺវាពេលដែលយើងចុចទៅវាធ្វើយើងព្រិលបាទព្រមទៅគឺព្រិលពេញហ្នឹងតែម្ដងបាទគឺយើងពិបាកដែរពេលយើងចុចទៅវាច្បាស់ដូចពេលដែលយើងអត់ចុចទេតែចំពោះអ្នកនរគ្នាដែលមានភ្នែកអត់ធ្វើល្អអីខ្សោយភ្នែកអីរៀងពិបាកដែរមើលទៅព្រិលពេញហ្នឹងព្រិលគុណ2បណ្ដោយចប់ហ្មងបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំមកប្រាប់អ្នកគ្នាអំពីរបៀបយកវាទេនិងចំណុចខ្លះៗដែលតាក់ទងជាមួយនឹង Observation Haki និងខ្ញុំអត់បានប្រាប់អ្នកគ្នាបានក្បោះក្បាយច្បាស់លាស់ជាងហ្នឹងទេដោយសារតែអត់ធ្វើមានពេលដែរហើយវីដេអូនេះវារៀងវែងដែរអញ្ចឹងនៅក្នុងវីដេអូក្រោយគឺខ្ញុំនឹងមកប្រាប់អ្នកគ្នា
អំពី Operation Haki ហ្នឹងឲ្យបានលម្អិតបំផុតបាទចឹងនៅក្នុងវីដេអូនេះគឺអត់បានលម្អិតទេតែទូរហ្វឹងទេបាទចឹងនៅក្នុងវីដេអូក្រោយខ្ញុំនឹងប្រាប់អ្នកគ្នាអំពី Operation Haki ហ្នឹងឲ្យលម្អិតតែម្ដងបាទគឺឲ្យអ្នកគ្នាងាយស្រួលយល់អំពីរបៀបប្រើប្រាស់វានិង stake របស់វាបាទរបៀបរក stake អាហ្នឹងក៏វាមាន stake ដូច Haki ដែរយើងមានរបៀបរក stake វានិងរបៀបប្រើប្រាស់និងអត្ថប្រយោជន៍របស់វាជួយឲ្យយើងខ្លះបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេខ្ញុំអត់មានអីច្រើនទេចឹងយើងជួបគ្នានៅក្នុងវីដេអូក្រោយទៀតបាទបាយបាយ